ម៉ោងជាច្រើនបានបាត់បង់ថ្ងៃជាច្រើនក៏បានកន្លងផុតហើយខែជាច្រើនក៏បានកន្លងហួសចំណែកឯពេលវេលាជាច្រើនឆ្នាំក៏បានចំណាយរួចមកហើយដែរតាមការព្យាករណ៍ជីវិតជាមធ្យមនៅលើភពផែនដីគឺរស់នៅបានត្រឹមតែ72ឆ្នាំឬប្រហែលជា3700សប្តាហ៍ដូច្នេះមើលទៅជីវិតរបស់យើងហាក់ដូចជាមិនមានពេលវេលានៅសល់ច្រើននោះទេដើម្បីបន្តដំណើរទៅមុខទៀតប្រសិនបើពេលវេលាបច្ចុប្បន្នអ្នកមានអាយុ30ឆ្នាំវាមានន័យថាអ្នកបានចំណាយពេលអស់1500សប្តាហ៍រួចទៅហើយខ្ញុំប្រាប់រឿងនេះមិនមែនមានន័យថាខ្ញុំមានចេតនាចង់ឲ្យអ្នកពិបាកចិត្តឬធ្វើឲ្យអ្នកស្មុគស្មាញនៅក្នុងជីវិតឡើយប៉ុន្តែខ្ញុំមានចេតនាធ្វើឲ្យអ្នកមានការភ្ញាក់រលឹកឡើងវិញថាយើងគឺមិនមានពេលវេលាសល់ច្រើនដូចដែលយើងធ្លាប់បានគិតនោះឡើយយើងគួរប្រើប្រាស់ពេលវេលាដែលយើងមានឲ្យមានប្រយោជន៍បំផុតតាមដែលអាចធ្វើទៅបានយើងធ្លាប់បានដឹងខ្លួនឯងឬក៏ធ្លាប់ត្រូវបានគេប្រាប់ជារឿយៗអំពីពេលវេលាដ៏ខ្លីកំបុតនៃជីវិតរបស់មនុស្សយើងនេះប៉ុន្តែតែយើងប្រើប្រាស់ពេលវេលារបស់យើងបានល្អបំផុតដែរឬទេនាពេលកន្លងមកតែអ្នកស្រឡាញ់ពេញចិត្តនៅរឿងនិងកិច្ចការដែលអ្នកធ្វើដែរឬអត់តើអ្នកនៅជុំវិញមនុស្សដែលអ្នកស្រឡាញ់ឬអត់ជីវិតគឺមិនមានពេលវេលាសល់ច្រើននោះទេដូច្នេះចូលអ្នកឈប់ធ្វើរឿងដែលមិនត្រូវតាមបេះដូងរបស់អ្នកនិងរឿងដែលអ្នកមិនចង់ធ្វើបើមិនដូច្នេះទេវានឹងបន្សល់ទុកនៅគំនរនៃអារម្មណ៍សោកស្ដាយនៅពេលដែលអ្នកចាស់ទៅសាកស្រមៃបន្តិចទៅមើលថាអ្នកដល់អាយុជិត80ឆ្នាំទៅហើយអ្នកក៏លែកមកមើលរឿងរ៉ាវជាច្រើនដែលអ្នកបានធ្វើពេលនោះអ្នកនឹកគិតក្នុងចិត្តថាអ្នកគួរតែធ្វើវាឲ្យបានល្អជាងនេះអ្នកគួរតែរស់នៅក្នុងជីវិតមួយដើម្បីផ្គាប់ចិត្តរបស់អ្នកមិនមែនដើម្បីផ្គាប់ចិត្តរបស់អ្នកដទៃនោះឡើយពេលអ្នកជិតដល់អាយុ80ឆ្នាំអ្នកនឹងស្ដាយក្រោយចំពោះពេលវេលាទាំងឡាយណាដែលអ្នកបានខ្ជះខ្ជាយនិងខ្ជិលច្រអូសមានដូចជាការអង្គុយលើសាឡុងដើម្បីមើលទូរទស្សន៍ដោយគ្មានហេតុផលការចំណាយពេលវេលារាប់សិបម៉ោងជាប្រចាំថ្ងៃដើម្បីអូសចុះអូសឡើងជាមួយនឹងបណ្ដាញសង្គមទាំងដែលគ្មានគោលដៅច្បាស់លាស់ចូលសាកគិតទៅមើលថាតើអ្នកនឹងស្ដាយក្រោយប៉ុណ្ណានៅពេលដែលអ្នកមានអាយុ80ឆ្នាំហើយខាងក្រោមនេះខ្ញុំនឹងផ្ដល់លោកអ្នកនៅ7ចំណុចដែលលោកអ្នកនឹងស្ដាយក្រោយនៅពេលដែលអ្នកចាស់ទៅទី1មិនបានធ្វើអ្វីដែលអ្នកស្រឡាញ់ទី2ក្លាយទៅជាមនុស្សខ្ជិលច្រអូសហើយខ្ជះខ្ជាយពេលវេលាទី3មិនបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារទី4មិនបានថែទាំសុខភាពនិងការរស់នៅឲ្យបានល្អទី5ខិតខំធ្វើការជាមួយរឿងដែលគ្មានបានប្រយោជន៍ទី6មិនបានធ្វើដំណើរកម្សាន្តពេលដែលអ្នកនៅក្មេងទី7ចុងក្រោយមិនបានរីករាយជាមួយនឹងជីវិតខ្លួនឯងឲ្យបានគ្រប់គ្រាន់ដូច្នេះហើយសូមចូលបញ្ឈប់នៅការបង្កើតលេសថាហេតុអ្វីបានជាអ្នកមិនអាចធ្វើរឿងដែលអ្នកចង់ធ្វើនិងអ្នកស្រឡាញ់បាននោះចូលកុំបន្តធ្វើរឿងទាំងនោះទៀតអីកុំព្យាយាមផ្ដល់តែចម្លើយណាដែលតម្រូវចិត្តរបស់ខ្លួនឯងហើយងាកមកព្យាយាមចាប់ផ្ដើមស្វែងរកការពិតពេលនោះវានឹងជួយជំរុញឲ្យចិត្តរបស់អ្នកអាចរកឃើញដំណោះស្រាយដ៏ល្អមួយបានជាក់ជាមិនខានការរងចាំពេលវេលាដែលល្អឥតខ្ចោះដើម្បីធ្វើអ្វីមួយវាគឺជាលេសដ៏អាក្រក់បំផុតដែលនឹងធ្វើឲ្យអ្នកស្ដាយក្រោយលើលោកនេះគ្មានពេលវេលាណាមួយដែលល្អឥតខ្ចោះនោះឡើយគឺមានតែពេលវេលាឥឡូវនេះប៉ុណ្ណោះដែលល្អឥតខ្ចោះដើម្បីចាប់ផ្ដើម